តើមេរៀនផ្សះផ្សាវិបត្តិនយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាងលោកយ៉ែមពុញរិទ្ធប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនលើកឡើងថាកម្ពុជានៅពុំទាន់មានការឈានទៅដល់ការដោះលែងអ្នកទោសនយោបាយដោយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានឡើយកម្ពុជាជាសមាជិកនៃអាស៊ានហើយយើងសង្កេតឃើញថាក្នុងចំណោមប្រទេសជាច្រើននៅក្នុងអាស៊ានគេមាននីតិរដ្ឋភាពស្អាតស្អំគ្មានអំពើពុករលួយជាពិសេសរឿងប្រព័ន្ធយុត្តិធម៌ចំណុចនេះជាចំណុចវិជ្ជមានដែលយើងសង្កេតឃើញហើយថ្មីនេះយើងក៏ឃើញមានការបន្ធូរបន្ថយទោសឬក៏ដោះលែងអ្នកទោសនៅក្នុងចំណោមប្រទេសជាសមាជិកនៃអាស៊ានក៏ប៉ុន្តែដោយឡែកនៅកម្ពុជាយើងហាក់ដូចជាពុំទាន់ឃើញនៅមានការឈានដល់កម្រិតមួយការពិភាក្សាពិគ្រោះយោបល់ឬក៏គិតពីបញ្ហាឯកភាពជាតិសាមគ្គីជាតិឲ្យបានពេញលេញដើម្បីដោះស្រាយបញ្ហាអ្នកទោសនយោបាយអ្នកទោសមនសិការក៏ដូចជាសកម្មជនសង្គមជាដើមគួរកត់សម្គាល់ថាគិតចាប់តាំងពីតុលាការកំពូលសម្រាប់រំលាយគណៈបកសង្គ្រោះជាតិនៅឆ្នាំ2017មកវិបត្តិនយោបាយនៅកម្ពុជាកាន់តែមានភាពតានតឹងដែលនាំឲ្យថ្នាក់ដឹកនាំកំពូលនៃបកនេះបានជាប់បទឧក្រិដ្ឋជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោតជាតិឆ្នាំ2018គណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចបានឈ្នះឆ្នោតភ្លុកទឹកភ្លុកដីបណ្ដាប្រទេសប្លុកសេរីបានរិះគន់ការបោះឆ្នោតនៅកម្ពុជានិងបានស្នើឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញតើវប្បធម៌សន្តិនិកដើម្បីផ្សះផ្សានិងរួបរวมជាតិរវាងបកនយោបាយដែលមាននិន្នាការផ្ទុយគ្នានៅកម្ពុជានៅតែមានសារៈសំខាន់ដែរឬទេលោកយ៉ែមពុញរិទ្ធមានយោបល់ថាដូច្នេះក្នុងប្រទេសជឿនលឿនដែលគេធ្វើតាមប្រជាធិបតេយ្យពិតប្រាកដដែលកម្ពុជាបានទទួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23/91ហើយមានការអនុវត្តជាហូរហែក៏ប៉ុន្តែយើងនៅតែសង្កេតឃើញថាការគោរពតាមគោលការណ៍នីតិរដ្ឋពុំបានពេញលេញដោយនៅការប្រកាន់រើសអើងនានាការនយោបាយចំណុចទាំងអស់នោះដែលធ្វើឲ្យសង្គមជាតិបែកបាក់ហើយជាចំណុចដ៏សំខាន់ដែលយើងយល់ឃើញថាវប្បធម៌សន្តិនិកគឺជារឿងមួយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាសង្គមជាតិបញ្ហានយោបាយក៏ដូចជាបញ្ហាសេដ្ឋកិច្ចនិងសង្គមវប្បធម៌សន្តិនិកគឺតែងតែមាននៅគ្រប់ប្រទេសទាំងអស់គេមិនរើសអើងនៅនានាការនយោបាយទស្សនៈគំនិតយោបល់គេតែងតែយកទៅផ្ដាល់យកទៅជជែកដើម្បីឲ្យថ្នាក់ដឹកនាំប្រទេសយកទៅគិតពិចារណាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អនិងសំខាន់សម្រាប់សង្គមជាតិទាំងមូលខណៈដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាជាច្រើនរាប់តាំងពីចំនួនព្រំដែនជាមួយប្រទេសថៃនិងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាដើមតើការឯកភាពជាតិមានសារៈសំខាន់យ៉ាងណាចំពោះការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងទាំងនេះលោកយ៉ែមពុញរិទ្ធលើកឡើងថាបញ្ហាទាំងនេះបានប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ពលរដ្ឋនៅក្នុងសង្គមជាតិបញ្ហាបច្ចុប្បន្នកម្ពុជាជួបប្រទះច្រើនណាស់ដូចជាបញ្ហារឿងព្រំដែនជាមួយនឹងបញ្ហាថៃឈ្លានពានហើយនឹងបញ្ហាអនឡាញ scam រឿងជាច្រើនដែលយើងសង្កេតឃើញថាដោយសារមានការប្រព្រឹត្តអំពើពុករលួយគ្មាននីតិរដ្ឋដែលបង្កើតឲ្យមានបញ្ហាជាច្រើនដល់សង្គមជាតិយើងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋផងធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើននៃជាតិយើងទាំងមូលផងចំណុចទាំងអស់នេះគួរកែលម្អហើយយើងយល់ឃើញថាសាមគ្គីជាតិឯកភាពជាតិគឺជារឿងមួយដ៏សំខាន់ដោយចាប់ផ្ដើមពីការជជែកយោគយល់ហើយនឹងរកគន្លឹះដើម្បីដោះស្រាយបញ្ហាសំខាន់ជៀសវាងនឹងការប្រកាន់រើសអើងនានាការនយោបាយនៅក្នុងចំណោមប្រទេសជឿនលឿនដែលគេគោរពដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យយើងកុំបាច់មើលឆ្ងាយយើងមើលតែត្រឹមប្រទេសនៅក្នុងអាស៊ានការរៀបចំប្រព័ន្ធគ្រប់គ្រងសាធារណៈជាកិច្ចការដ៏សំខាន់មួយដែលគេនាំគ្នាធ្វើកំណែទម្រង់ដើម្បីកាត់បន្ថយក្បាលម៉ាស៊ីនដឹកនាំកាត់បន្ថយបន្ទុករបស់រាជចំណាយរបស់រដ្ឋចំណុចទាំងអស់នោះគឺជារឿងដ៏សំខាន់ក៏ប៉ុន្តែលើសពីនេះទៅទៀតយើងសង្កេតឃើញ3យ៉ាងទី1គឺគេហាក់ដូចជាមាននីតិរដ្ឋពេញលេញពិតប្រាកដប្រព័ន្ធយុត្តិធម៌មិនលំអៀងមិនរើសអើងមិនប្រកាន់និន្នាការនយោបាយហើយជាពិសេសលើសនោះទៅទៀតហៅថាការលុបបំបាត់កាត់បន្ថយអំពើពុករលួយបានច្រើនជាអតិបរមាដែលយើងឲ្យឈ្មោះថាភាពស្អាតស្អំនីតិរដ្ឋនាំមកនៅគ្រឹះដ៏សំខាន់ដើម្បីអភិវឌ្ឍជាតិ